លេខចូល28ដល់តែឈើមានស្លាកលេខពណ៌សម្គាល់គឺពណ៌ក្រហមកំពុងតែធ្វើដំណើរទៅកាន់ទីកន្លែងប្រកួតក្នុងវគ្គជម្រើសនេះផងដែរដូច្នេះពុកម៉ែបងប្អូនសូមមេត្តារងចាំទស្សនាទាំងអស់គ្នាថាតើគូទី1នៃការប្រណាំងរទេះកង់ប្រពៃណីនេះតាមមួយគូណានឹងអាចទទួលបានជ័យជំនះឈានឡើងទៅដល់វគ្គដាច់ព្រ័ត្រចាសសូមអរគុណសូមជម្រាបដល់ពុកម៉ែបងប្អូនភូមិដែលមានវត្តមាននៅទីនេះចូលរួមក្នុងការទស្សនាការប្រណាំងរទេះគោក្របីបងប្អូនពុកម៉ែប្រហែលជាឃើញមាននៅរបស់មួយដែលហោះនៅខាងលើមេឃចំនួន2ប្រហែលជាពុកម៉ែបងប្អូននឹងមានការចំណាយអារម្មណ៍បន្តិចក៏ប៉ុន្តែនេះមិនមែនជារបស់អីនោះទេប៉ុន្តែជាកាមេរ៉ាសម្រាប់របស់ក្រុមការងារដើម្បីថតផ្តិតយករូបភាពពុកម៉ែបងប្អូនទាំងអស់ក៏ដូចជាការប្រណាំងរទេះគោក្របីនៅក្នុងឱកាសបុណ្យប្រពៃណីជាតិនេះក្នុងការចងក្រងទុកជារូបភាពឯកសារសម្រាប់ឆ្នាំទៅមុខទៀតដើម្បីទុកជាអនុស្សាវរីយ៍ក៏ដូចជាប្រវត្តិចងក្រងក្នុងមួយឆ្នាំទៅមួយឆ្នាំដូច្នេះសូមពុកម៉ែបងប្អូនភូមិក៏មានការចំណាយអារម្មណ៍ក៏មានការភ័យខ្លាចអ្វីឲ្យសោះចាសូមពុកម៉ែបងប្អូនចូលរួមទស្សនានិងសប្បាយជាមួយគ្នានៅក្នុងថ្ងៃទី3នៃថ្ងៃបុណ្យប្រពៃណីជាតិនេះហើយក៏សូមចូលរួមឲ្យច្រើនដោយសារតែថ្ងៃនេះគឺយើងនឹងដឹងថាតើមួយគូណាក៏ដូចជាគូណានឹងអាចទទួលបានជ័យលាភីពីលេខ1លេខ2លេខ3និងលេខ4ដូច្នេះពុកម៉ែបងប្អូនសូមមេត្តារងចាំទស្សនាឥឡូវនេះក្រុមការងារកំពុងតែរៀបចំបន្តប្រកួតនៅកង់រទេះប្រពៃណីតើគូណានឹងទទួលបានជ័យជំនះដល់វគ្គដាច់ព្រ័ត្រសូមរងចាំទស្សនាទាំងអស់គ្នាបាត់អូនជួយហុកពុកយកដាច់ស្នេះវល់ហូតឡើងរហូតវាអត់ដាច់ស្នេះដាច់បើជើគេដឹងប្រហែលគីឡូ1គីឡូហើយ1គីឡូដាច់ហើយបញ្ចេញនឹងទីលេវិជាទៅជួយមកម៉ូតូទួយមួយរៃធំខាងរៃថតចាប់ទៅមកតាមវាមើលតែឃើញលើកដៃអត់ហើយយើងហើយពេលនេះដែរជាការប្រណាំងរថយន្តគោប្រពៃណីកង់ប្រពៃណីហើយពេលនេះដែរស្ដាយរបស់ខ្ញុំស្រីរបស់ខ្ញុំរបស់លោកអ៊ំមានកាមេរ៉ាមានស្លាកលេខ025បាទជាមួយនឹងលោកពូហ៊ីមឆើតមានស្លាកលេខ028តែយកកាមេរ៉ានេះអត់រួចទេនេះក៏បានបីនេះយកកាមេរ៉ានេះអត់រួចមួយណានឹងទទួលបានជ័យជំនះក្នុងការប្រកួតនេះដើម្បីឈានឡើងទៅវគ្គបន្តទៀតរងចាំទស្សនាទាំងអស់គ្នាបាទឥឡូវនេះទេគោទាំងពីរបានត្រៀមរួចរាល់ត្រៀម1 2 3ហើយពេលនេះវិទ្យុទូរទស្សន៍បានជិះដំណើរមកហើយដល់វិញក៏ចូលរបស់អ្នកទូរទស្សន៍ទទួលបានជំនាញក្នុងការប្រកួតនេះគឺទទួលបានសហភាពគ្នាជាប្រធានគ្នាធ្វើយ៉ាងណាในការរកទី1ទៅដល់ទៅទី2បាយគ្នាស្មើគ្នាទេឆាមានការលំចូល28ទទួលបានជ័យជំនះក្នុងការប្រកួតនេះដើម្បីឈានទៅឡើងនៅវគ្គបន្តទៀតសូមបងប្អូនចូលទៅដល់ទៅនេះមួយដែរសម្រាប់ការប្រណាំងរថ